នេះគឺជាបដិវត្តថ្មីនៅក្នុងវិស័យវិទ្យាសាស្ត្រដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសហរដ្ឋអាមេរិកបានបង្កើតឧបករណ៍បញ្ចូលថាមពលបេះដូងដែលមានទំហំប៉ុនគ្រាប់អង្គរហើយរលាយទៅវិញដោយខ្លួនឯងនៅពេលបំពេញភារកិច្ចរួចរាល់នៅក្នុងពិភពវិទ្យាសាស្ត្រសម័យទំនើបការច្នៃប្រឌិតថ្មីមួយបានលេចរូបរាងឡើងដែលអាចផ្លាស់ប្ដូរទាំងស្រុងនៅវិធីសាស្ត្រក្នុងការការពារអ្នកជំងឺបេះដូងជាពិសេសចំពោះទារកដែលទើបនឹងកើតឬកុមារតូចៗក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Northwestern នៅក្នុងសហរដ្ឋអាមេរិកដឹកនាំដោយលោកសាស្ត្រាចារ្យ John A. Ruger បានបង្កើតឧបករណ៍បញ្ចូលថាមពលបេះដូង Pacemaker ដែលតូចជាងគេបំផុតនៅក្នុងពិភពលោកមានទំហំប៉ុនគ្រាប់អង្គរហើយអាចរលាយបាត់ទៅវិញដោយខ្លួនឯងក្រោយបានបំពេញភារកិច្ចរួចរាល់តើអ្វីទៅធ្វើឲ្យបច្ចេកវិទ្យានេះអស្ចារ្យទំហំតូចល្មមឧបករណ៍នេះមានទំហំប៉ុនគ្រាប់អង្គរប្រហែល 1.8 មីលីម៉ែត្រគុណនឹង 3.5 មីលីម៉ែត្រគុណនឹង 1 មីលីម៉ែត្រវាត្រូវបានបញ្ចូលទៅក្នុងខ្លួនអ្នកជំងឺតាមរយៈបំពង់តូចមួយដោយមិនចាំបាច់វះកាត់ធំនិងមិនមានខ្សែភ្លើងរញ៉េរញ៉ៃដោយឧបករណ៍បារាណនោះទេរលាយដោយសុវត្ថិភាពឧបករណ៍នេះផលិតពីវត្ថុធាតុដើមដែលអាចរលាយបានដោយខ្លួនឯងបន្ទាប់ពីអ្នកជំងឺជាសះស្បើយហើយមិនត្រូវការជំនួយពីឧបករណ៍បញ្ចូលថាមពលទៀតទេឧបករណ៍នឹងរលាយចូលទៅក្នុងរាងកាយដោយធម្មជាតិដោយមិនបន្សល់ទុកនៅសារធាតុពុលឬកាកសំណល់អ្វីឡើយអាស្រ័យលើសមាសភាពវាអាចរលាយក្នុងពេលពី1ទៅ3ឆ្នាំកាត់បន្ថយហានិភ័យនៃការឈឺចាប់អ្វីដែលសំខាន់បំផុតនោះគឺអ្នកជំងឺមិនចាំបាច់ត្រូវការវះកាត់លើកទី2ដើម្បីយកឧបករណ៍ចេញពីរាងកាយនោះឡើយនេះជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគការហូរឈាមនិងផលវិបាកផ្សេងៗព្រមទាំងធ្វើឲ្យអ្នកជំងឺជាសះស្បើយលឿនជាងមុនតើឧបករណ៍នេះត្រូវបានប្រើប្រាស់លើមនុស្សហើយឬនៅទេវាមិនទាន់នោះទេបច្ចុប្បន្នឧបករណ៍នេះត្រូវបានសាកល្បងដោយជោគជ័យលើសត្វដូចជាគំរូសត្វកណ្តុរនិងឆ្កែនិងបេះដូងមនុស្សដែលត្រូវបានបរិច្ចាគសម្រាប់ការសិក្សាក្រុមអ្នកស្រាវជ្រាវកំពុងដាក់ពាក្យស្នើសុំការអនុញ្ញាតដើម្បីធ្វើការសាកល្បងព្យាបាលលើមនុស្សតាមការប៉ាន់ស្មានវាអាចចំណាយពេលប្រហែល5ទៅ7ឆ្នាំទើបឧបករណ៍នេះអាចចូលទៅដល់ទីផ្សារនិងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយលើមនុស្សបើទោះបីជាវានៅមិនទាន់ដល់ពេលប្រើប្រាស់ជាក់ស្ដែងក្តីការច្នៃប្រឌិតនេះគឺជាជំហានដ៏ធំមួយទៅរកអនាគតនៃវិទ្យាសាស្ត្រដែលកាន់តែមានភាពឆ្លាតវៃមានសុវត្ថិភាពនិងផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺសម្រាប់កុមារដែលកើតមកមានបញ្ហាបេះដូងនិងត្រូវការព្យាបាលបណ្ដោះអាសន្នឧបករណ៍នេះនឹងក្លាយជាអំណោយដ៏មានតម្លៃដែលអាចជួយសង្គ្រោះជីវិតរាប់លាននាក់ដោយមិនបន្សល់ទុកនៅបន្ទុកបន្ថែមលើរាងកាយឡើយ